ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមកឆាមីជាមួយនឹងបង្គាហើយនឹងប្រហិតសកលឲ្យមានរសជាតិឆ្ងាញ់មុខម្ហូបមួយប្រភេទនេះគឺនិយមខ្លាំងណាស់សម្រាប់ប្រជាជនយើងជាពិសេសគឺក្មេងៗតែម្ដងគឺភាគតិចណាស់ដែលមិនចូលចិត្តមីប៉ុន្តែភាគច្រើនគឺយើងគឺនិយមខ្លាំងមែនទែនគឺមីឆាមីស្រស់អីហ្នឹងហើយវាគឺជាចំណង់ចិត្តមុខម្ហូបដែលខ្ញុំចូលចិត្តផងដែរជាដំបូងដើម្បីបានម្ហូបមួយមុខនេះគឺយើងត្រូវទៅលាងគ្រឿងសមុទ្ររបស់យើងផងដែរហើយនឹងហាន់ការ៉ុតផងដែរការ៉ុតរបស់យើងត្រូវហាន់សំបកចេញយើងហាន់សំបកហើយយើងយកទៅលាងទឹកឲ្យស្អាតសម្រាប់បន្លែមានបន្ទាប់ពីហាន់ការ៉ុតហើយគឺយើងហាន់នៅផ្កាខាត់ណាខៀវរបស់យើងហាន់ផ្កាខាត់ណាខៀវហើយគឺយើងយកវាទៅលាងទឹកតែម្ដងទៅបន្លែនោះមានដូចជាការ៉ុតហើយនឹងផ្កាខាត់ណាខៀវហើយនឹងស្ពៃចកោះយើងនឹងឯងបងប្អូនលាងទឹកឲ្យស្អាតពីទឹកទៅយកទឹកយើងសម្រោះទឹកឲ្យស្រស់រួចហើយទើបយើងឆាជាមួយមីបន្ទាប់មកទៀតយើងបន្តទៅហាន់សាច់ជ្រូកយើងជាចំណិតតូចចាបងប្អូននេះគឺជាសាច់ជ្រូកដែលយើងបានហាន់ហើយសម្រាប់សាច់ជ្រូកយើងត្រូវប្រើសាច់ជ្រូក3ជាន់ព្រោះពេលយើងឆាទៅវាមានរសជាតិឆ្ងាញ់ជាងសាច់ជ្រូកសាច់សុទ្ធចាបន្តមកទៀតគឺយើងត្រូវយកបន្លែទៅលាងទឹកហើយសម្រោះទឹកឲ្យស្អាតចាបងប្អូននេះគឺជាមីដែលយើងបានលាងយើងទិញពីផ្សារហើយយើងកុំភ្លេចលាងសិនមុននឹងឆាយើងសម្រោះទឹកឲ្យស្អាតផងដែរហើយនឹងនេះគឺជាបង្គាដែលយើងបកហើយផងដែរហើយនឹងប្រហិតហើយនឹងសាច់ជ្រូកដែលយើងបានហាន់ជាចំណិតហើយនឹងខ្ទឹមចិញ្ច្រាំហើយនេះគឺជាបន្លែគ្រប់មុខដែលខ្ញុំបានហាន់ហើយលាងសម្រោះទឹកផងដែរមុននឹងយើងយកទៅឆាបងប្អូនយើងសម្រោះទឹកឲ្យស្រស់បន្ទាប់មកទៀតយើងដាក់ខ្ទះក្តៅហើយយើងចាក់ប្រេងស្តេចចូលលាតមកចាំឆ្ងាយតពីយើងដាក់ខ្ទឹមបំពងហើយកូរសាច់ជ្រូកជាមួយគ្នាហើយយើងដាក់ស្ករចូលតែម្ដងហើយយើងចាក់គ្រឿងសមុទ្រចូលហើយនឹងប្រហិតចូលហើយកូរឲ្យសព្វចូលជាតិគ្នាបន្ទាប់មកទៀតយើងចាក់ទឹកត្រីចូលនិងចាក់ទឹកប្រេងខ្យងចូលនិងប៊ីចេងចូលតែម្ដងរួចហើយយើងកូរឲ្យសព្វចូលជាតិគ្នាម្ដងទៀតចាបងប្អូនមើលទៅគឺទំនងខ្លាំងមែនទែនបងប្អូនយើងឆាត្រឡប់ឡើងជាមួយនឹងគ្រឿងសមុទ្រហើយនឹងប្រហិតសាច់គប់ឲ្យយើងនឹងសាច់ជ្រូកផងដែរមើលទៅគឺរសជាតិគឺ the best បងប្អូនឆ្ងាញ់ខ្លាំងមែនទែនហើយខ្ញុំក៏ចាក់បន្លែគ្រប់មុខចូលដែលយើងសម្រោះទឹកហើយស្អាតណាបងប្អូនយើងចាក់ហើយយើងត្រឡប់វាឲ្យចូលជាតិគ្នាអញ្ចឹងណាបងប្អូនមុខម្ហូបមួយប្រភេទនេះណាគឺបើសិនបងប្អូនណាដែលគាត់និយមញ៉ាំមីខ្លាំងគឺត្រូវខ្លាំងបងប្អូនហើយជាពិសេសគឺជួយសុខភាពយើងខ្លាំងផងដែរដោយសារតែឆាមីរបស់យើងនឹងគឺយើងបានដាក់បន្លែច្រើនគ្រប់មុខលាយចូលគ្នាបងប្អូនមានដូចជាស្នៀតពោតដូចបងប្អូនដឹងស្រាប់ហើយស្នៀតពោតក៏ជួយដល់សុខភាពយើងដែរបងប្អូនហើយជាពិសេសគឺបន្លែខៀវនឹងឯងបងប្អូនហើយការ៉ុតហើយនឹងស្ពៃខៀវហ្នឹងគឺជួយសុខភាពយើងខ្លាំងមែនទែនជាពិសេសអ្នកដែលនិយមចូលចិត្តបន្លែច្រើនគឺត្រូវខ្លាំងណាស់ហើយយើងបើផុសជាមួយមីគឺឆ្ងាញ់ណាស់បងប្អូនហើយយើងដាក់ជាមួយទឹកម្ទេសទៀតគឺឆ្ងាញ់10 លើ 10 ហ្មងគ្រាន់តែបញ្ចូលសលេងហ្នឹងគឺស្រក់តាំងម្ដងទៀតបងប្អូនរសជាតិគឺឆ្ងាញ់ខ្លាំងណាស់បងប្អូនចាបងប្អូនបន្ទាប់ពីយើងកូរបន្លែមើលទៅទ្រមហើយយើងដាក់មីចូលហើយកូរឲ្យចូលជាតិគ្នាសាជាថ្មីជាងកូរចុះកូរឡើងឲ្យចូលជាតិគ្នាចឹង